នៅក្នុងវីដេអូនេះនាងខ្ញុំមកចែកម្លែកពីរបៀបធ្វើអំពិលត្រាំខ្ញុំធ្វើលឹកនឹងច្រើនណាអំពិលឡើង5គីឡូបងប្អូនណាដែលតាមដានព័ត៌មានដាច់យប់មិន12 11 2អីហ្នឹងធ្វើទុកញ៉ាំទៅកដរមាត់ក៏មិនអត់សុកមួយរយៈនេះគឺខ្ញុំស្ងាត់រវល់ទៅតាមដានព័ត៌មាននៅផ្ទះខ្ញុំលក់ដូររ៉ូស៊ីធម្មតាព្រោះកន្លែងដែលខ្ញុំរស់នៅហ្នឹងមិនចំតំបន់ក្តៅទេនៅលក់ដូររ៉ូស៊ីបានអញ្ចឹងត្រូវតែប្រឹងលុយក៏ត្រូវការសុខភាពក៏សំខាន់ជាតិក៏ជួយដែរបើសិនជាឡៃតបាក់ស្បាតពិបាកចិត្តអត់ប្រឹងរ៉ូស៊ីទេគឺអត់មានលុយណាទៅជួយជាតិទេតោះអញ្ចឹងចូលមកដល់ពីរបៀបត្រាំអំពិលវិញអំពិល5គីឡូហ្នឹងខ្ញុំបកហើយមកស្អាតហើយខ្ញុំត្រាំជាមួយនឹងទឹកកបោរយៈពេលមួយយប់អំពិលនេះខ្ញុំបកអំពិលស្រស់ខ្ញុំឃើញបងប្អូនខ្លះក៏វត្តស្រស់ជាមួយនឹងទឹកក្តៅថាស្រួលបកបងប្អូនដែលធ្លាប់ធ្វើអញ្ចឹងណាជួយប្រាប់ខ្ញុំផងថាពេលយើងស្រស់អំពិលនឹងទឹកក្តៅហើយពេលយើងត្រាំអំពិលទៅអំពិលយើងនៅស្រួយឆ្ងាញ់ដូចបកស្រស់អញ្ចេះអត់ព្រោះតែផ្ទះខ្ញុំធ្លាប់តែបកនឹងអំពិលស្រស់អត់ដែលសោះយកអំពិលទៅស្រស់ទឹកក្តៅហើយបកអញ្ចឹងអំពិលហ្នឹងបន្ទាប់ពីត្រាំទឹកកបោរចោលមួយយប់ហើយខ្ញុំស្រង់វាចេញដាក់ក្រៅស្រស់ចោលស្ទុះឲ្យវាស្រក់ទឹកអស់បន្ទាប់មកខ្ញុំយកអំពិលហ្នឹងមកត្រាំជាមួយនឹងទឹកចោលឲ្យវាកាត់ជាតិជូរសម្រាប់អ្នកដែលគាត់ចូលចិត្តអំពិលរៀងផ្អែមអត់មានជាតិជូរសោះហ្មងគាត់អាចត្រាំ3ទឹកផ្ទះខ្ញុំគឺត្រាំតែ2ទឹកទេយើងលៃមើលតាមជាក់ស្ដែងដែរត្រាំចោលរយៈពេល1ម៉ោងយើងមកក្តិចសាច់អំពិលមើលបើផ្ទះខ្ញុំវិញលិតទឹកអំពិលហ្នឹងហ្មងលិតទឹកហ្នឹងបើសិនជានៅជូរគឺយើងផ្លាស់ចេញដាក់ទឹកទី2ហើយទឹកទី2ត្រាំចោលប្រហែលជា1ម៉ោងអីទៀតអញ្ចឹងទៅខ្ញុំក្តិចសាច់អំពិលមើលភ្លុកបើញ៉ាំទៅឃើញនៅជូរយ៉ាងខ្លាំងខ្ញុំត្រាំទៀតតែបើញ៉ាំទៅនៅសល់រសជាតិជូរតិចៗទេខ្ញុំឈប់ត្រាំហើយអញ្ចឹងខ្ញុំស្រង់អំពិលនឹងចេញមកដាក់នឹងកញ្ច្រែងស្រស់ទុកចោលបន្ទាប់មកខ្ញុំដាក់ដាំទឹកស្ករទឹកហ្នឹងយើងដាក់មកល្មមលិចអំពិលចាបទៅបានហើយអំពិល5គីឡូខ្ញុំប្រើស្ករអំពិលខាំហើយអំបិលបើសិនជាបងប្អូនវល់នឹងសាព្រាបាយដាក់ឲ្យ2សាព្រាបាយស្មើទៅអំបិលនេះយើងត្រាំសាពេកក៏ញ៉ាំទៅអត់សូវឆ្ងាញ់ដែរដាក់ស្ករដាក់អំបិលយើងកូរឲ្យបានលាយសព្វចាប់ផ្ដើមបើកភ្លើងបិទគម្របដាក់ដាំទឹកស្ករហ្នឹងឲ្យបានអំបិលដែលខ្ញុំដាក់ស្រស់ទឹកចោលហ្នឹងខ្ញុំដាក់ចូលក្នុងចានដែកមួយសិនបើសិនជាមានកែវថ្មអីបងប្អូនរៀបដាក់ក្នុងកន្លកែវហ្នឹងឲ្យហើយទៅតែសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំត្រាំនឹងចានដែកសិនចាំពេលអំបិលចុះត្រជាក់ចាំច្រកដាក់កន្លកែវចូលទឹកដែលខ្ញុំដាំនឹងពុះហើយខ្ញុំបិទភ្លើងហើយទុកវាចោលមកសន្ទុះសិនឲ្យទឹកស្ករដែលខ្ញុំដាំនឹងវាចុះនៅសល់កម្ដៅក្តៅអ៊ុនៗដែលយើងលូកដៃចូលទៅក្នុងទឹកនឹងអត់រលាកហើយចាំយកមកចាក់ត្រាំជាមួយនឹងអំពិលដែលយើងបានស្រស់ទឹកចោលដាក់ត្រាំហើយកូរវាបានសព្វទៅទឹកនឹងខ្ញុំដាក់មកលិចអំពិលចាប់ប៉ុណ្្នឹងបានហើយព្រោះថាពេលដែលយើងត្រាំទុកចោលស្ទុះទៅវាចេញជាតិទឹកពីអំពិលផងឲ្យផងទឹកនឹងកើនឡើងទៀតហើយដែលអំពិលចុះត្រជាក់ស្រេបហ្មងគឺខ្ញុំច្រកដាក់កន្លកែវចូលហើយដាក់ក្លាសេទុកក្នុងទូទុកតាមមួយយប់អីទៅឆ្ងាញ់អាចញ៉ាំបានហើយស្អែកឡើង5គីឡូនេះខ្ញុំច្រកបានប៉ុណ្ណឹងហើយជាក់ស្ដែងហ្នឹងញ៉ាំឡើងចង់អស់ហើយបានកាត់វីដេអូនេះដាក់ចូលទៅជាមួយព្រោះមួយរយៈហ្នឹងគឺអារម្មណ៍រវល់ដល់ចលាចលរឿងសង្គ្រាមផងពិបាកចិត្តនិយាយទៅអត់មានអារម្មណ៍ថាចង់ធ្វើអីហ្មងធ្វើហើយដាក់ក្លាសេតិចសាច់អំពិលឡើងស្រួយឆ្ងាញ់ហ្មងបានតែប៉ុណ្ណេះតាមដានព័ត៌មានដល់ដាច់ភ្លឺក៏អត់បញ្ហាដែរមានរបស់ឆ្ងាញ់នៅចាំកំដរមាត់អញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាជម្រាបលាបាយបាយ